បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកជាលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាវ័យកំពុងសាងកេរ្តិ៍ឈ្មោះតារាចម្រៀងរនណាវីប្អូនស្រីបង្កើតរនចាន់ឌិនជួបគ្រោះធំលាគ្មានថ្ងៃត្រឡប់ត្រឹមអាយុ15ឆ្នាំកាលពីថ្ងៃទី17ខែមីនាឆ្នាំ2026កន្លងទៅនេះអ្នកលេងបណ្ដាញសង្គម Facebook បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណឹងគ្រោះថ្នាក់ចរាចរណ៍របស់យុវតីមួយរូបដែលមានមុខមាត់ស្រដៀងនឹងរនចាន់ឌិនបេក្ខភាពឆ្នើម The Voice Kids Cambodia រដូវកាលទី1យ៉ាងណាមិញការពិតទៅយុវតីដែលបានជួបគ្រោះថ្នាក់ចរាចរណ៍គឺមានឈ្មោះរនណាវីត្រូវជាប្អូនស្រីបង្កើតរបស់កញ្ញារនចាន់ឌិនដែលជាបេក្ខភាពឆ្នើមដូចគ្នាក្នុងកម្មវិធីប្រកួតចម្រៀង The Voice Kids Cambodia រដូវកាលទី3ដែលឡែកក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី16ខែមីនាឆ្នាំ2026នឹងបញ្ជូនទៅសង្គ្រោះបន្ទាន់រហូតដល់ម៉ោង 12:30 នាទីរំលងអធ្រាត្រថ្ងៃទី18ខែមីនាឆ្នាំ2026កន្លងទៅនេះតារាចម្រៀងវ័យ15ឆ្នាំរូបនេះបានលាចាកលោកគ្មានថ្ងៃត្រឡប់ក្នុងនោះផងដែរតាមរយៈការបង្ហោះការជូនដំណឹងយ៉ាងក្រក់ក្ដួលពីតារាចម្រៀងរនចាន់ឌិនបងស្រីរបស់រនណាវីបានរៀបរាប់ថាសូមឲ្យវិញ្ញាណក្ខន្ធប្អូនស្រីរបស់បងនាមរនណាវីអាយុ15ឆ្នាំបានទៅកាន់សុគតិភពកុំបីខានឡើយណាដោយគ្រោះថ្នាក់ចរាចរណ៍កញ្ញារនចាន់ឌិនបន្ថែមថាថ្ងៃពុធទី18ខែមីនាឆ្នាំ2026វេលាម៉ោង 12:30 នាទីរំលងអធ្រាត្រពេលនេះអូនទៅដល់ស្រុកហើយអត់មានប្រាប់បងអីមួយម៉ាត់បងអាចទៅលេងអូនចុងក្រោយផងណាជាតិក្រោយកុំអោយអាយុខ្លីទៀតណាប្អូនស្រីបងបើមានជាតិក្រោយបងសូមជួបប្អូនទៀតណាគួរជម្រាបថាយុវតីរនណាវីគឺជាតារាចម្រៀងវ័យក្មេងមួយរូបដែលមានសមត្ថភាពមិនចាញ់បងស្រីនោះឡើយខណៈនាងបានចូលរួមប្រកួតចម្រៀងកុមារដល់ទៅ2ដងដោយលើកទី1ក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី1ក្រោយមករនណាវីក៏បានបោះជំហានចូលរួមប្រកួតកម្មវិធីចម្រៀងកុមារលំដាប់អន្តរជាតិ The Voice Kids Cambodia រដូវកាលទី3ដោយមិនទទួលបានជ័យលាភីក៏ពិតមែនប៉ុន្តែយុវតីរូបនេះបានឈានទៅដល់ Top កំពូលនឹងក្លាយទៅជាតារាចម្រៀងវ័យក្មេងទទួលបានការគាំទ្រខ្លាំងពីមហាជនបាទហើយអត្ថបទព័ត៌មានឯកខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា